នៅពេលដែលខ្ញុំកំពុងថតបុគ្គលិកមកសួរខ្ញុំចំហើយបានថត account Facebook ខ្ញុំទុកទៀតបើខ្ញុំអត់ទៅហាងកាហ្វេហ្នឹងក៏ខ្ញុំអត់បានជួបអារម្មណ៍មួយនឹងដែររឿងហេតុដំបូងឡើងហ្នឹងគឺថាអញ្ចេះឲ្យតែរៀងរាល់ថ្ងៃសៅរ៍អាទិត្យហ្នឹងគឺខ្ញុំអត់សូវបាននៅផ្ទះទេគឺខ្ញុំចេញទៅក្រៅថតហើយដោយអ្នកទាំងអស់គ្នាបានដឹងស្រាប់អញ្ចឹងបន្ទាប់ពីចប់ការងារនៅខាងក្រៅហើយខ្ញុំក៏នឹកឃើញថាចង់ទៅហាងកាហ្វេដើម្បីអង្គុយញ៉ាំកាហ្វេតិចតួចទៅហើយបន្ទាប់មកលំហែអារម្មណ៍ជាមួយនឹងហាងរបស់គេអញ្ចឹងណានេះគឺជាហាងកាហ្វេដែលខ្ញុំពងនិយាយហ្នឹងឯអ្នកទាំងអស់គ្នាទេសភាពនៅខាងមុខគឺបែបហ្នឹងលក្ខណៈថាយើងចូលទៅដល់យើងមានអារម្មណ៍ថាយើងទៅស្រុកកំណើតរបស់យើងហើយនេះខ្ញុំទៅគឺខ្ញុំជួបបុគ្គលិកហ្នឹងតិចទៀតចាំខ្ញុំនិយាយថាបុគ្គលិកហ្នឹងគាត់ធ្វើមិនខ្លះដាក់ខ្ញុំមានឈ្មោះថាទៅហាងកាហ្វេមែនប៉ុន្តែខ្ញុំកំរកំងកាហ្វេញ៉ាំគឺខ្ញុំកំងតែមួយឆាឡាតេទេអ្នកទាំងអស់គ្នានិយាយរឿងផ្ទះឈើបែបខ្មែរនេះមួយខ្ញុំជឿថាមិនមែនមានតែខ្ញុំទេគឺមានបងប្អូនជាច្រើនដែលគាត់ធ្លាប់ឆ្លងកាត់ពីអតីតកាលរបស់គាត់ដូចជាការនៅរៀនការនៅកុមារភាពការចេញពីផ្ទះមកកាន់ទីក្រុងភ្នំពេញដើម្បីបម្រើការងារជាដើមអញ្ចឹងតែងតែនឹកស្រុកកំណើតដែរអញ្ចឹងនៅពេលដែលទៅដល់ហាងកាហ្វេនេះហើយគឺមានអារម្មណ៍ថាខ្លួនឯងដូចនៅស្រុកកំណើតដូចនឹកឃើញការពីអតីតកាលយើងនៅក្មេងៗអញ្ចឹងណាអ្នកទាំងអស់គ្នាឃើញខ្ញុំថតអញ្ចឹងទីថាអត់មានភ្ញៀវទៅច្រើនណាទីតាំងគាត់ដែលខ្ញុំថតមិញគឺនៅផ្នែកខាងមុខឯអានេះគឺផ្នែកខាងក្រោយភាគច្រើនហ្នឹងគឺមានអូនដែលជាសិស្សនិស្សិតគាត់ទៅបំពេញការងារឬក៏ធ្វើកិច្ចការផ្ទះនៅនឹងជុំគ្នាអញ្ចឹងមើលទៅសប្បាយហើយនឹកសំណោះខ្លួនឯងការនៅរៀនមែនតែនខ្ញុំទៅនឹងចាប់អារម្មណ៍ផ្លាកនេះជាងគេអ្នកទាំងអស់គ្នាសូមមេត្តាអធិស្ឋានកុំលេងល្បែងស៊ីសគឺថាដាក់រូបបៀមកច្បាស់តែម្ដងណាតោះឥឡូវមកនិយាយពីបុគ្គលិកនៅហាងកាហ្វេនឹងម្ដងអំឡុងពេលដែលខ្ញុំទៅនឹងគឺឃើញមានបុគ្គលិកស្រីតែ2នាក់ឯងដែលទទួលខ្ញុំបុគ្គលិកហ្នឹងគឺថាមិនបាញ់និយាយអ្នកទាំងអស់គ្នារស់រាយរាក់ទាក់យើងដែលជាភ្ញៀវធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកក់ក្ដៅហ្មងហើយអីដែលខ្ញុំអត់ដែរជួបនៅពេលដែលខ្ញុំដើរថតវីដេអូកន្លងមកគឺគាត់សួរថាខ្ញុំជាអ្នកថតវីដេអូមែនហើយគាត់ក៏បានសុំ account Facebook របស់ខ្ញុំដែរទៅអរគុណខ្លាំងមែនតើខ្ញុំមានអារម្មណ៍ថាមិនអញ្ចឹងនៅពេលដែលគេសួរខ្ញុំថាខ្ញុំជាអ្នកផលិតវីដេអូមែនដូចអត់ចង់ហ៊ានទទួលស្គាល់ខ្លួនឯងអញ្ចឹងណា